បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូយើងទៀតអញ្ចឹងថ្ងៃនេះខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបយក API នៅក្នុង AI Studio API របស់Gemini ណាអញ្ចឹងបងប្អូនទាំងអស់គ្នាចុចលើ browser បងប្អូនមកហើយវាយពាក្យ AI Studio មកអញ្ចឹងបងប្អូនចុច enter ទៅដល់មកចុចលើនេះ logo អញ្ចឹងយើងចុច Google AI Studio មកអ្នកទាំងអស់គ្នានឹងឃើញទម្រង់បែបនេះបើសិនជាអត់ឃើញទម្រង់បែបហ្នឹងទេបងអ្នកទាំងអស់គ្នាមើលកន្លែងនេះហើយយក dashboard ជួនកាលវាអត់ចូលមកកន្លែងហ្នឹងទេវាចូលទៅកន្លែងផ្សេងអញ្ចឹងណានេះចូលកន្លែងអញ្ចឹងអ្នកទាំងអស់គ្នាមើលចុចរកមកមើលកន្លែងខាងឆ្វេងដៃរកពាក្យ dashboard តោះមកអ្នកទាំងអស់គ្នាឃើញពាក្យ create API key កន្លែងនេះអ្នកទាំងអស់គ្នាដាក់ឈ្មោះអីឈ្មោះទៅឥឡូវចុចកន្លែងនេះសិនមកចុចពាក្យថា create project តមកដាក់ឈ្មោះ project អ្នកទាំងអស់គ្នាមកខ្ញុំដាក់ឈ្មោះបងប្អូនដាក់មិនក៏បានដែរហ្នឹងអានេះខ្ញុំដាក់ចំណាំឲ្យដូច tool របស់ខ្ញុំតមកចុច create project អញ្ចឹងបងប្អូនមើលកន្លែងនេះ Google Cloud Console អញ្ចឹង email ខ្លះវាត្រូវទាមទារឲ្យយើងចូលទៅកន្លែង Cloud Console នេះដើម្បីបង្កើតប៉ុន្តែកន្លែងហ្នឹងវាវែងឆ្ងាយអាហ្នឹងខ្ញុំបង្ហាញវីដេអូក្រោយអញ្ចឹងបងប្អូនត្រូវទៅរក email មួយផ្សេងទៀតមកទៅរក email ផ្សេងទៀតណាឥឡូវខ្ញុំបិទអាហ្នឹងមួយសិនខ្ញុំទៅរក email ផ្សេងទៀតបងប្អូនបើកជ្រុំមួយផ្សេងទៀតមកបាទឥឡូវខ្ញុំចូលកន្លែង email ដែលខ្ញុំធ្លាប់បង្កើតមុនគឺធ្លាប់បង្កើតបាននេះកន្លែងនេះខ្ញុំបង្កើតបានមុនណាអញ្ចឹងបងប្អូនចុច create API key មកហើយកន្លែងនេះបងប្អូនចុច create project តែមិនដាក់ឈ្មោះ project របស់យើងឲ្យកុំឲ្យយូរខ្ញុំដាក់ Gemini មួយអញ្ចឹងមកហើយ create project មកកន្លែងហ្នឹងអញ្ចឹងទៀតដាក់លែងឲ្យបង្កើតទេអញ្ចឹងខ្ញុំរក email ផ្សេងមួយទៀតបាទឥឡូវខ្ញុំមកទាំងមួយទៀតហើយខ្ញុំសាកចុចម្ដងទៀតអានេះដោយសារតាយើង email វាចាប់ដោយ email អញ្ចឹងណាតែនេះយើង rename ឈ្មោះមកហើយ create project អូខេអញ្ចឹងកន្លែងនេះបងប្អូនចុចពាក្យ create key មកអញ្ចឹងយើងនឹងបាន key មួយនេះហើយអញ្ចឹងបងប្អូនគ្រាន់តែចុចកន្លែង copy key នេះក៏បានដែរហើយនេះក៏បានអញ្ចឹងបងប្អូនអាចយកទៅដាក់នៅកន្លែងណាមួយឲ្យចំណាំទៅបាទបន្ទាប់មកបងប្អូនអាចបើសិនវាឲ្យបង្កើតចឹងបងប្អូនអាចបង្កើតមួយទៀតមកនៃ create API key បន្ទាប់មកយើងយក create project ដល់ដាក់ឈ្មោះ project យើងមកមិញ Gemini 1ឥឡូវខ្ញុំដាក់ Gemini 2ហើយចុច create project ដែរមកអញ្ចឹងយើងបានមួយទៀតហើយយើងចុច create key មួយទៀតមកបងប្អូនត្រូវផ្លាស់ប្ដូរ email អញ្ចឹងណាបើវាអត់ឲ្យផ្លាស់ប្ដូរ email អញ្ចឹងទៅហើយអាកន្លែងCloud Console ចាំខ្ញុំបង្ហាញវីដេអូក្រោយ copy ទៀតមកអញ្ចឹងខ្ញុំយកទៅ2សិនអញ្ចឹងដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាអញ្ចឹងរបៀបយក API key វាស្រួលទេបងប្អូនទាំងអស់គ្នាគឺមានតែប៉ុណ្្នឹងទេហើយខ្ញុំមាន tool មួយសម្រាប់ដាក់ API key នេះខ្ញុំកំពុងតែធ្វើថ្មី tool មួយហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំដាក់យក API key ហ្នឹងយកមកដាក់នៅក្នុង tool របស់ខ្ញុំនេះ tool សម្រាប់រឿងថ្មីដែលខ្ញុំកំពុងតែ update វាឲ្យវាធ្វើការgenerate វីដេអូបកប្រែវីដេអូបានវែងៗអញ្ចឹងណាអញ្ចឹងខ្ញុំថែម API 2ទៀតបាទអូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនទាំងគ្នានេះជារបៀបបង្ហាញពីការយក API key